សួស្តីបងអតិជនទាំងអស់គ្នាសម្រាប់ប្រភេទម៉ាស៊ីននេះគឺជាម៉ាស៊ីនលើកដាក់អ្នកជំងឺមានកថោពណ៌ទឹកក្រូចប្រភេទនេះគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់អាចធ្វើការរុញនៅក្នុងផ្ទះឬក៏យកចូលក្នុងបន្ទប់ទឹកហើយសម្រាប់ប្រភេទនេះគឺយើងមានកថោនៅផ្នែកខាងក្រោមប៉ុន្តែប្រភេទនេះបើសិនបងប្អូនអត់ចង់ប្រើកថោនៅផ្នែកខាងលើទេអតិជនគាត់អាចធ្វើការយកទៅសេរីឲ្យត្រូវជាមួយនឹងចានប្រគុណតែម្ដងព្រោះដោយសារប្រភេទនេះវាមានបូមតឡើងតម្លាក់កម្ពស់ហើយធ្វើការតឡើងសេរីឲ្យត្រូវជាមួយនឹងចានប្រគុណឬក៏ខែបានអញ្ចឹងណាបងភេទនេះផងដែរគឺអាចថតទម្ងន់បានរហូតដល់100គីឡូដូចបងទៅខ្សែគាត់កំពុងអង្គុយអញ្ចឹងប្រភេទនេះគឺយើងអាចធ្វើការទៅយកអ្នកជំងឺនៅលើខែផ្ទាល់ទៅយកនៅតុបាយឬក៏ប្រភេទអ្នកជំងឺដែលគាត់ទុនអត់អាចធ្វើការឡើងកៅអីដូចជាប្រភេទអតេះរុញបានគឺគាត់គួរតែប្រើជាប្រភេទម៉ាស៊ីនលើកដាក់អ្នកជំងឺនេះអញ្ចឹងសម្រាប់ប្រភេទម៉ាស៊ីនលើកដាក់អ្នកជំងឺនេះផងដែរគឺយើងអាចធ្វើការងូតទឹកលើនឹងផ្ទាល់បានតែម្ដងអញ្ចឹងវាអត់មានការច្រេះឬក៏អីទេបងប្អូនអាចធ្វើការមើលទៅលើសាច់ដែកចាគឺយើងអាចថតទម្ងន់បានធ្ងន់អញ្ចឹងសម្រាប់បងអតិថិជនដែលគាត់មានចំណាប់អារម្មណ៍ទៅលើប្រភេទម៉ាស៊ីនលើកដាក់អ្នកជំងឺចាមានកថោពណ៌ទឹកក្រូចនេះគឺគាត់អាចធ្វើការតាក់ទងចូលក្នុង page ខាងយើងបានចាអរគុណ